bạn số spa cùng chúng với cam thì ta nè cái thá nè cầm lại đấy có hỏi cam thì cho luôn pi Yan chúng ta នាងយមដាលីន ខ្ញុំក្រលីងក្រឡង បាទសប្តាហ៍កន្លងទៅបងប្អូនបានទស្សនាឃើញហើយថាអ្នកណាដែលអន់ជាងគេអត់សូវកំ pl ៃនោះគឺជនបរទេសនេះហើយ លោកយ៉ាន បាទបងប្អូនឃើញហើយមើលនេះគឺជាពានរង្វាន់សម្រាប់អ្នកដែលចាញ់ សបុកមន់ សប្បាយអត់ សប្បាយ សប្បាយអញ្ចឹងចាញ់ទៀតណាបាទប៉ុន្តែអ្នកដែលឈ្នះវិញគឺបានទទួលនៅបន្ទុកច្រើននោះគឺបងស្រីលីនបាទគឺគាត់បានមកកត់ស្អាតហ្នឹងគាត់គេ ស្អាតចឹងបាន ប៉ុន្តែសប្តាហ៍នេះយើងអត់ទាន់ដឹងថាយ៉ាននៅបន្តសក់នឹងដដែល ណ៎អរេ សក់នេះមកខ្ញុំមកកណេះវិញឬទៅកលីងកលួង ចា ចាំមកគាត់នេះនឹងទៅណាឥឡូវយ៉ានមានអីសម្ដែង មើល បាទយើងចាំមើលដល់គ្នា ខ្ញុំពាក់អ្វី ស្រោមស្រោមដៃអាកញ្ចា ត្រឹមដែរហ្នឹងហើយហ្នឹងដើម្បីធ្វើអីដើម្បីលេងកីឡាលេងកីឡា នេះ អី បើសិនជាខ្ញុំវិញបើពាក់ស្រោមដៃយើងគេហៅកីឡាញី កីឡាគេពាក់កងឲ្យពាក់ស្រោម ទៅកីឡាកតអូ កីឡាអី កីឡាបាយបុក បាយបុកហ្នឹងហើយ មុននឹងបានធ្វើជាកីឡាបដាល់ហាត់ប្រហែលឆ្នាំហើយបានសាច់ឡើងស្មារតីយើងហាត់នេះមិនធម្មតាព្រោះមានសាច់ដុំ ជាប់ចំហាត់ប្រាណរៀងរាល់ថ្ងៃរាល់ថ្ងៃខ្ញុំលេងកីឡាចាប់ពីថ្ងៃនេះទៅ ហេ គ្រូរបស់ខ្ញុំនៅក្នុងខួរក្បាល អូ ធ្លាប់មើលគេវាយបុកក្នុង CTN អី អូបូស្ទះ គេពាក់កងស្រោមដៃធំមានពុកវាយអត់ឈឺទេគឺមានពុកចុះខ្ញុំវាយជាមួយស្រោមដៃនេះវាយឈឺវាយឈឺសាល់ហ្វងសាល់ហ្វង បាយប៉ុន្តែឥឡូវបើសិនស្រោមដៃនឹងវាយឈឺហើយបើសិនអត់ពាក់ស្រោមដៃវាយឈឺអត់មួយសាក់ទៀតអី នេះលេងថាលេង បរទេសក៏ចេះឈឺដែរ ឈឺមនុស្សដូចគ្នា យ៉ាន់អស់រឿងនៅ នៅឯ នៅទៀតតរឿងណា ហើយធម្មតានៅពេលខ្ញុំរួមមកទៅខ្ញុំមើលដៃព្រោះបើសិនជាខ្ញុំឃើញថាគេពាក់ស្រោមដៃខ្ញុំជឿថាជាមកទៅពិតមិនខ្ញុំឡើងជាមួយគាត់ទៅប៉ុន្តែបើសិនជាមានដៃទៅទេអត់ពាក់ស្រោមដៃអត់ជឿទេមកទៅពិតពាក់ស្រោមដៃហើយស្រោមដៃនោះធម្មតាយើងឃើញចុងរៀងដៃហ្នឹងហើយបានព្រីមដៃតែអស់ចេញចឹងអានេះក៏ចេញដែរហេតុអ្វីក៏មកទៅពិតចុងរៀងដៃចេញហេតុអ្វី កែចំមុះ មែនទេមកពីផ្ទះគេមានកដោច្រើននិងកដោកាត់អញ្ចឹងខ្ញុំដូចគ្នាដែរមកពីកដោកាត់ហើយថ្ងៃមុនខ្ញុំយកឆ្មាមកឆ្មាមួយធំមានសាច់ដុំដែរវាបែរសង្ស័យវាបាយបុកដែរហាត់ខ្ញុំពាក់វាចេះឯងនៅផ្ទះអញឲ្យតែឯងស៊ីកណ្ដោទាំងអស់អញ្ចឹងនៅជាមួយខ្ញុំមកយប់ហើយព្រឹកឡើងខ្ញុំបើកទ្វាររត់ចេញចោលខ្ញុំទៅព្រោះខ្ញុំផ្ទះខ្ញុំកដោច្រើនពេកវាចាញ់កដោហើយធ្វើម៉េចដើម្បីខ្ញុំពាក់ស្រោមដៃនេះដើម្បីកែសម្ផស្សរបស់ខ្លួន តរោស៊ីញ៉ៃម៉ែលោក នេះសាច់នេះពួកអីសាច់នេះពណ៌សហើយសខ្ចីពួកអីប្រើស្រោមដៃដើម្បីការពារថ្ងៃមិនត្រូវការលាបលេសាច់សខ្ចីស្អាតហើយដល់ចេញដល់ចេញ គាត់ដល់មកដល់ទី គួយសិន សោតឌីតស៊ីតោ ខ្ញុំមកដល់ ដល់ពេល អីគេ ខ្ញុំក៏មានខ្ញុំដែរតែវាមិនសូវ អូទូរស័ព្ទ ញីនេះសោះបាន ទូរស័ព្ទនេះម៉ាកនេះទូរស័ព្ទផ្លៃប៉ំនេះ កំប៉ះបាទនេះអត់ទាន់នេះតែខ្ញុំបើកបើខ្ញុំ ពូម៉ែនេះមីងច្រឡំមីងផ្ញើមកពីអាមេរិក អូមីងអាប្រេទៀត មើលស្បែកបរទេសនេះអត់ស្គាល់ iPhone នោះស្រួលទេ iPhone ណា មកនេះ ឥឡូវណាចង់បើកប៉ុន្តែកុំឲ្យខូចឥឡូវឲ្យយ៉ាងបើកទៅ នេះ អូម៉ាកផ្លៃ Apple កុំឲ្យ ម៉ាកផ្លៃ Apple មែនណា ផ្លៃទៅនៅហូបវិញផ្ញើមក ស្អីគេ Apple ស្បបសទូរស័ព្ទ អីស្អីតាំងពីអាមេរិកមកផ្លែផងផ្ញើ ផ្លែប៉មកចម្រៀងទៀត ណាស់ដល់គាត់ផ្ញើ Apple មែនទេ រូបនេះ អូ វាចឹងគេទៅ អត់មកចម្រៀង មីងកុហកបើខ្ញុំនិយាយប៉ុណ្ណឹងមិនគាត់ទិញ iPhone ខ្ញុំយកមកអួតតែឥឡូវចេញ Apple ខាំហើយចុះឥឡូវមានអីវិញឥឡូវ ខ្ញុំក៏មានដែរ មានអីគេ ប្រុសម្នាក់ អូខេរំម្នាក់មិន គាត់ខលមកខ្ញុំ ប្រេ3នាក់ ទាំងកាត់ អូហល់មិន 2នាក់តែម្នាក់ហ្នឹងគាត់ជិះទូរស័ព្ទខ្ញុំគាត់សួរផ្លូវទៅផ្ទះយ៉ានផ្លូវមួយណាខ្ញុំប្រាប់ផ្លូវកែផ្លូវនេះបត់ចុះបត់ឡើងហ្នឹងឯងចិត្តឃើញហ្នឹង ជិះឃើញ ចិត្តឃើញគាត់សួរថាមកកែណាទៀតប្រាប់កែមួយទៀតបត់កែគាត់បត់កែមែន កែង មកគាត់កែមែន កាយមែនតែ ចុងក្រោយគាត់ថាអត់ឃើញទេដល់ពេលទៅសួរ រត់ឃើញ គាត់ពិការភ្នែក តែហេតុអីបាន2នាក់ហ្នឹងគាត់រកទេអត់ឃើញថៃ អ
muối các bạn មួយក្បាក់ mơ là khơi muối tiết có đạp bàn មិនកើតទេ ចង់ពឹងគ្នាមិនរួចទេ à lấy លីង thử លង à មិន lấy រួច thử khơi kinh lông một khơi nhở ឥឡូវចាប់មករឿងមកបាទ chó ចោលហើយ ឥឡូវខាងលីងលង ខ្ញុំនឹកទៅវាសំណោះ ấy thì đấy សំណោះសំណៅត្រីមកស្រះលងទឹកងាប់ទាំងអស់ អាតែលងទឹក អត់ទេគាត់ថាភ្លៀងមួយមេធំមួយមេហើយមួយមេទៀតមួយមេហើយមួយមេទៀតដេកលក់ mà sao bác មកឡងឲ្យភ្លើមឡើងទៅមើលងាប់ទាំងអស់មកស្រះងាប់ទាំងអស់ ហើយមិនបានត្រីទៅលងទឹកជីវិតខ្ញុំមិនដែរត្រីនៅបារាំងត្រីដែរលងទឹកឯង ប្រហែលត្រីអត់ចេះហាត់ទឹក មិនដែរត្រី អត់ចេះហាត់ទឹកលង វាអត់ចេះហាត់ទឹកវាភ្លេច ô lịch ឥឡូវទាំងអស់ហើយទាំងពីរក្បាលងាប់ទាំងពីរក្បាលមកស្រះហ្នឹង ô thấy ឥឡូវខ្ញុំយកវាមកបូជាហើយបូជាសម្រាប់យើងទាំងអស់គ្នានេះ បានអត់មើល បានអូថៃនឹងទៅបូជា ណាត់វាមើលទៅ អត់គ្នាពេក chọn nó cho tới ស្រកបូជាយកមកមក មកស្អុយ មើលទៅប្រហែលជាមើលទៅស្រឡាញ់ត្រីខ្លាំងមើលទៅ ខ្លាញ់ត្រីខ្លាំងអាណិតពេកឥឡូវបូជានេះយកមក ហើយវែកគ្នាទៀត វាមើលទៅសាច់ត្រីវាមើលទៅហ្នឹងតែ ម្នាក់ម្ដងម្នាក់ម្ដងបងនេះ ទៅដល់ទៅ មិនទៅញ៉ាំឆ្ងាញ់ អត់ទៅណោះ នេះ មានបាយមកទៀត មានក្តាំងទៀត ដូចមិនមែនចូលរួមលេខទុកត្រី អាណិតគ្នាពេក អាណិតពេក ទុកវាទៅអាយវាមិនកើតយកមកដល់មកទៅ ទៅដល់ទៅ មើលសាកមើលត្រាឆ្ងាញ់ប៉ុណ្ណា ញ៉ាំ មើល ញ៉ាំបាន គេមើលគ្នា ក៏បានងាប់ច្រើនយ៉ាងហ្នឹង អា គេ នេះ អ គេហៅ ស់ត្រីហ្នឹង គេហៅត្រីមរណៈ ត្រីមរណៈ ហ្នឹងហើយ តែឥឡូវចឹងអស់ហើយណារបស់ អស់ហើយ ប៉ុណ្ណឹង តែឥឡូវយើងឃើញហើយឥឡូវខាងនេះគឺទុកសោកនឹងត្រី ចា ហើយខ្ញុំនេះរឿងខឹងរឿងមីងផ្ញើ iPhone មក ហ្នឹងហើយ ហើយ អ នេះ ស់ រឿង ពេក ថែអាសាស្បែកហើយនេះរឿងប្លង់គោដល់ពេលដែលយើងត្រូវដឹងថាអ្នកណាពាក់ខាងនេះអ្នកណាពាក់ខាងនេះអូខេ ចា ឥឡូវយើងឲ្យបន្ទុកទៅខាងយ៉ានមុនតោះយ៉ានខ្ញុំឲ្យបន្ទុក1 2 3យើងបង្ហាញទៅបងនេះ 5 យ៉ានបាន2 2 3ចឹងយ៉ានសរុបទៅវគ្គនេះគឺយ៉ានបាន7បន្ទុកអត់ទាន់ដឹងទេថានៅពាក់ ហ្នឹងហើយអត់ដឹងអត់ដឹង ឥឡូវឲ្យបន្ទុកមកខ្ញុំម្ដង មានអ្នកទៀត បាទខ្ញុំមិញនេះ អ ណា ញ៉ាំបានអត់ អូយមិនឲ្យមួយឥឡូវឲ្យញ៉ាំឲ្យមួយទៀត ញ៉ាំបាន ខាងទុកមក អូ ញ៉ាំមិនទៅបាយ8ហ្នឹងគ្នាយ៉ានពាក់តដល់ដែរអូលីនរឿងក្បាច់ដល់ ចាំ 1 2 3អោះណា 5 7 ឃើញស្អីស្អីឲ្យ5បង ចេះឲ្យនេះបានតែពណ៌មកនេះ9អញ្ចឹងគាត់លើគេហោះឥឡូវឲ្យខាងលីងលង ដែរបន្ទុក តោះដោយសារយកត្រីមកហើយមានបាយមានអីដែរយើងទុកចិត្តយើងឲ្យ3បន្ទុកហ្នឹងណា ប្រៃពេក អូត្រីប្រៃពេក 3 3ទៀត 6 7 7ទូ 7ហ៎7ស្មើនឹងយ៉ាន អញ្ចឹងប្រេះមកសាត្រីជ្រើសរើស តើ អេលីងលើ លោកបែអី លីងលើបែសាក់ ដល់ កាលល្អណាស់ មើលក្បាលតាមពិតចង់ដឹងក្បាលយ៉ា នេះពាក់ទៅពាក់ទៅពាក់ទៅ បាទសរុបមកវិញយ៉ានគឺត្រូវបានរួចខ្លួនគឺបានដោះសក់ចេញមកវិញហើយសក់ទៅបានទៅលីងលងហើយតំណែងអ្នកឈ្នះក្នុងវគ្គនេះគឺបងស្រីលីងដែរអញ្ចឹងយើងចាំមើលថាតើនៅមានវគ្គក្រោយទៀតតើមានអ្វីខ្លាចហើយអ្នកណាអ្នកត្រូវពាក់សក់បន្តអ្នកណាអ្នកត្រូវពាក់ប្រកបបន្តបាទសូមអរគុណបាទបាទស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីតើអ្នកគិតថាអ្នក complain ដែរឬក៏អត់ហើយអំបញ្ញមិញយើងឃើញចុងចប់នៃវគ្គទី1អំបញ្ញមិញគឺខាងសក់បានតែកណ្ដោះហើយអញ្ចឹងយ៉ាងនេះសុបាយចិត្តវិញហើយ បាក់គេខ្លាំងណាស់ ចំណែកអ្នកដែលបកកែនោះគឺបងស្រីនេះនៅជាប់ដដែលប៉ុន្តែមិនទាន់ដឹងទេព្រោះយើងនៅមានវគ្គនេះទៀតដូច្នេះវគ្គនេះគឺយើងមានដូចជាបាននេះបានតែមានអាជីពច្រើននៅក្នុងហ្នឹងណា ចា ហើយអ្នកនឹងឡើងទៅនឹងជ្រើសរើសឲ្យអ្នកណាម្នាក់រើសអាជីពសម្រាប់ខ្លួនបន្ទាប់មកទៀតគឺជ្រើសរើសយកអាជីពនោះឡើងទៅលេងដល់ទាំងពីរអ្នកតែម្ដងណា បាទឥឡូវដំបូងដើម្បីស្មារតីកលីងគីឡូមុនគេអញ្ចឹងបងប្អូនចាំមើលថាតើវគ្គនេះមកកត់ហើយនឹងសក់ទៅអ្នកណាវិញឥឡូវដល់កលីងគីឡូ ជុំដល់ណោះ អត់ទាន់ណាឥឡូវឲ្យអ្នកគេអ្នកចាប់ឲ្យមួយមុន បងស្អី អូបាត់ណែតអត់មានទេណាបាត់ណែតហត់មកខ្ញុំអានហើយបាទដំបូងនេះគឺអ្នកនាំភ្ញៀវអ្នកនាំភ្ញៀវក៏ប៉ុន្តែអត់អស់ទេនៅពីអ្នកខ្ញុំចាប់ឲ្យទៀតកាន់ឲ្យសិន ខ្ញុំភ្ញៀវទៅលេងគោវត្ត ចាអានអោ យ៉ាពេទ្យថ្មិញអញ្ចឹងអ្នកនាំភ្ញៀវគឺជាអាជីពរបស់កលីងកលងតើពេទ្យថ្មិញឬក៏ខាងណាដែលកលីងកលងចង់លេងជាមួយ អ្នកលក់ពងមាន់អាំង បរទេសអ្នកលោកប្រមូលឡើង ពងមាន់អាំង ឥឡូវចង់លេងមួយណា លក់ពងមាន់អាំង ឥឡូវចាប់តាមពីអ្នកឡើង ចា ចាប់ឡើង បាទយើងមើលដល់គ្នាថាតើកលីងកលងអាចអាការគេកម្លាយណាឬក៏អត់ ពងមាន់អាំងសំគ្រឿងពិសេស
មានរសជាតិជូនឆ្ងាញ់ ឯណាបង កន្លែងក្តៅកន្លែងនេះនេះ ណា នេះពងមាន់អាំងទិញអត់មួយគ្រាប់700 មកគ្រាប់ ពីរគ្រាប់1500 500បាត់ទិញខ្ញុំមែនអ្នកនាំភ្ញៀវបាទសិនតែចុះថ្លៃឲ្យខ្ញុំនាំភ្ញៀវមកទិញទៀត យកឡើយ ឥឡូវបានហើយអញ្ចឹងយើងយល់ហើយយើងអរគុណតិចទៀតទេបាទឥឡូវបន្តមកទៀតគឺដល់ទៅបងស្រីឌីមតត ចា យើងស្មោះត្រង់អស់គ្នាអូឲ្យយ៉ាងចាំអីគេណា ពេកថ្មី ពេទ្យថ្មីបាទឥឡូវបងស្រីជាពេទ្យថ្មីណា ហ្នឹងហើយ អូកាន់ពេទ្យថ្មីឥឡូវខាងនេះពីរអ្នកចាប់ឲ្យម្ដង ខ្ញុំ អីគេតពេទ្យថ្មីអីគេ ជួនបរទេសបរទេស ឥឡូវពេទ្យថ្មីនេះចង់សំដែងជាមួយជនបរទេសឬអី ចា ឬ មិនសិន ឬព្រូឡាន ព្រូឡានឥឡូវយកជនបរទេសឬព្រូឡាន មួយព្រូឡានណា អូយកព្រូឡានចាំជនបរទេសចូលវិញ មិញព្រូឡានទៅល្អហើយ អូខេ ហ្នឹងហើយ ព្រូឡាន ឲ្យខ្ញុំមកឡើងព្រូឡានហ៎ឥឡូវចង់ឲ្យព្រូឡានអង្គុយធ្វើថ្មីឬក៏មិនស្រាចិត្តត អញ្ចឹងក៏មានជីរហូតដល់ មិញ ឈឺអើយ គួយគួយ គួយ ទៅហ្នឹង ហា ទៅអីហ្នឹងទៅអីហ្នឹង មើលថ្មិញ អីត្រូវការទៅខេត្តសៀមរាបហ៎ឡើងឡានរបស់គឺអីបាច់ទេឈឺអីឈឺអី ឡើងឈឺមិន អត់ទេឈឺខាងជាមុនទៀតឡើងឡានរបស់ខ្ញុំមានអីបានណែតត ឥឡូវពេទ្យថ្មីនេះទៅឡើងឡានវិញចឹង ឡានអត់ ឡើងឡាន គាត់ធ្វើជា ជាឲ្យឈឺខាងជាមុនបាច់ព្យាបាលតឡើងខ្ញុំអត់ឡើងក៏បាន ឲ្យលុយថ្លៃថ្មិញសិនមក លុយថ្លៃធ្វើថ្មិញ អីព្យាបាលខ្ញុំពីអង្ការ មិញ មែនទេអីចឹងច្រឡំហ្នឹងឈឺជាមុនទៀត អូខេអញ្ចឹងយល់ហើយព្រោះគ្រូពេទ្យនេះទៅសាហាវមកចាក់គីមាត់មើលថ្មិញយកមើលហ្មងបាទអរគុណយើងទីនេះ ចង់បានលុយឆាប់ ចង់បានលុយឆាប់តើឥឡូវដល់ពេលខ្ញុំម្ដងណាឲ្យមកខាងលីងលងកាប់ហើយ ចាប់ឲ្យយ៉ា យកឲ្យល្អទៀត ខ្ញុំអានឲ្យ អាជីពណាយើងស្រួលបាយ ពី3 អ្នកលក់ត្រី អ្នកលក់ថៃ នេះលក់ត្រី សំរៀង ហើយ សំ អី រៀង វិញ ឲ្យទៅលក់ត្រីវិញអត់ដល់លក់ត្រីទៅ នេះលោកអានហើយ អ្នករត់ម៉ូតូកង់3ស្អាតណាស់បង អ្នកលក់ត្រីមួយអ្នកលក់ម៉ូតូកង់3 រត់កង់3ឬ ហេមកអី ជួនបរទេស អូខេលេងជាមួយជនបរទេសអូខេអញ្ចឹងយើងទុកនៅម៉ូតូកង់3វិញជាមួយដាក់ចូលមកបាទណែជួយដាក់ខ្ញុំហងតោះ ខ្ញុំអ្នកតុប ឥឡូវខ្ញុំលក់ត្រីហើយជនបរទេសមកទេមកត្រីនេះត្រីក៏ដាក់ជួយឲ្យលក់ត្រី ដល់ជួបបរទេសជួបបរទេស ទេណា មកពី គេមានវាសិនត្រី សូមជម្រាបសួរលោក ហាំដល់រ៉ាគេ លោកកំពុងលក់អ្វីហ្នឹង អត់ឃើញត្រីយ៉ាប្រាអត់ចេះ ត្រីឯងអត់ឃើញទេ លោកត្រីចឹងអីត្រីប៉ុណ្នេះអត់មានអ្នកណាញ៉ាំទេអត់មានអនាម័យទេ អូអត់កើតទេត្រីលក់នៅទីនេះប្រជាជនខ្មែរគេញ៉ាំតែប៉ុណ្្នឹងមើល 1គីឡូប៉ុន្មាន ថប់មិត្តភក្តិតម្លៃតែ$25 $25ទិញហើយខ្ញុំថែម$5ទៀតដោយសារលោកជាមនុស្សល្អ អូនិយាយទៅណែក្រៅពីលោកឯងខ្មែរយើងលក់ឲ្យដល់5ហេតុ អរគុណច្រើនអរគុណតម្លៃខ្លួនថ្លៃអរគុណច្រើនលោកដែលបានបោកខ្ញុំ អូអរគុណហើយបាទអរគុណឥឡូវយើងបានឃើញថាអ្នកលក់ត្រីក៏បានទៅហើយហើយបានលុយ40រៀលទៀត ហ្នឹងហើយ អត់មានកំប៉ុងលោកណាអីគេអត់មើល ខ្ញុំក៏លេខមើលគ្រូកាយវប្បកម្ម បាទហ្នឹងយងហាត់ហេខ្ញុំអូខេគេយកខ្ញុំហើយអូណែគេចាប់បន្ទាប់លីងលង យ៉ាដល់ចុងក្រោយ អ្នករត់ម៉ូតូកង់3 ឲ្យសុំតែសុំទៅ ចាអស់ហើយ យកសន្សំឬ សន្សំ សន្សំចាំម៉ូតូកង់3ទុកវិញអូខេអត់ដល់ឡើង សន្សំត្រូវការមានកម្លាំងកាយ ហ្នឹងហើយ ហ្នឹងហើយ ត្រូវការមានកម្លាំងកាយ មិនសន្សំឲ្យលូនទៅធ្វើការទេមកមានកម្លាំងកាយ អរខ្ញុំជួយបង្ហាត់ ហាត់ដល់សុំហ៎ ចាំធ្វើការតាម បើសិនជានេះបងឯងកំពុងយាមផ្ទះ យាមទៀត ហើយមានអ្នកណាចង់ជួយជាចៅអញ្ចឹងចាប់គាត់ពីនេះ វ៉ា យកអត់ យល់ហើយពេលកងខ្លាំងពេក មីក្រូហ្វូន